ជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមានមុខម្ហូបមួយមុខមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានមើលទស្សនាផងដែរគឺថាបង្គាឆាជាមួយនឹងខ្ទឹមសបងប្អូនដោយជាដំបូងឡើយខ្ញុំទិញបង្គាមកឲ្យកន្លះគីឡូបងប្អូនមកពីផ្សារហើយខ្ទឹមសខ្ញុំចាប់ផ្ដើមធ្វើការដាក់បំពងឲ្យវារាងឈ្ងុយមកបានដាក់ច្រើននៅនឹងទៅទៀតក៏បានដែរបងប្អូនតាមចំណង់ចំណូលចិត្តទេប៉ុន្តែបើយើងមុខម្ហូបនេះគេប្រើខ្ទឹមសច្រើនណាហើយបន្តមកដាក់ទឹកត្រីបន្តិចបងប្អូនបាទយើងឆាឈ្ងុយខ្ទឹមយើងនឹងឈ្ងុយសិនចាំយើងដាក់បង្គាចូលបាទបន្តមកទៀតក៏ចាប់ផ្ដើមធ្វើការឆាបង្គាជាមួយនឹងខ្ទឹមសរបស់យើងឲ្យបានចូលសព្វគ្រប់ល្អមកបាទក៏ចាប់ផ្ដើមធ្វើការដាក់គ្រឿងទេសយើងមានសាតេយើងមានទឹកដោះគោខាប់មានទឹកម្ទេសបងប្អូនបាទទឹកស៊ីអ៊ីវបន្តិចទឹកប្រេងខ្យងម្សៅស៊ុបប៊ីចេងស្ករសបងប្អូនបាទគ្រឿងមានតែប៉ុណ្្នឹងឯងសម្រាប់ធ្វើបង្គាខ្ទឹមសនេះបងប្អូនបាទហើយយើងភ្លក់ឲ្យត្រូវទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនធ្លាប់ហូបជាប្រចាំថ្ងៃណាមែនតើទៅមុខម្ហូបមួយមុខនេះបើយើងគិតថាវាច្រើននៅគ្រឿងឯងប៉ុន្តែគាត់ថាវាធ្វើលឿនដោយសារយើងដឹងហើយបង្គាយ៉ាងខ្លាំង3-4នាទីហ្នឹងយើងឆ្អិនហើយបើយើងមិនចង់ឲ្យឆ្អិនក៏បានដែរបងប្អូនយើងធ្វើល្មមហើយក្រោយមកខ្ញុំដាក់ទឹកបន្តិចបងប្អូនកុំឲ្យវាស្ងួតពេកបាទក៏ចាប់ផ្ដើមឆា2 3 4 5ត្រឡប់ទៀតមកហើយយើងចាប់ដើមលំងាស់ប្រហែលជា2នាទីបងប្អូនបាទឲ្យបានឆ្អិនល្អហើយនេះខ្ញុំអត់បានវះពោះបើយើងវះពោះខ្នងលើក៏ល្អដែរបងប្អូនឆាទៅឆាប់ចូលជាតិល្អប៉ុន្តែសារហាងបញ្ញាប់ដែរថ្ងៃនេះក៏អត់បានវះពោះពីលើក្រោយមកក៏យើងដាក់កខ្ទឹមបន្តិចបងប្អូនបាទហើយយើងឲ្យវាបានបង្កើនអត់ជារសឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ណាហើយវាបានឈ្ងុយល្អហើយបានពណ៌ល្អផងដែរបាទមែនតើមុខម្ហូបមួយមុខនេះយើងអាចយើងធ្វើហូបបាយក៏បានយើងធ្វើយកក្លែមអីក៏បានដែរបងប្អូនបាទមិនពិបាកធ្វើហើយស្រួលធ្វើមែនតើគាត់ថាគ្រឿងខៅវាច្រើនបន្តិចតែប៉ុណ្ណឹងអាគ្រឿងដែលយើងផ្សំយកមកឆាដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ណាបាទហើយបងប្អូនអាចសាកបានបើសិនជាបងប្អូនចូលចិត្តតែពិតបើបានបកងនេះដល់តែពិសេសបងប្អូនឥឡូវរួចរាល់ហើយបងប្អូនអើយនេះឡើងក៏ហមក្រឹបតែម្ដងហើយបងប្អូនដាក់បន្លែក៏បានអត់ដាក់ក៏បានដែរប៉ុន្តែខ្ញុំសាសល់បន្លែបាទអាស្ពៃក្តោបតូចយើងហ្នឹងអញ្ចឹងក៏ដាក់បន្តិចទៅបានដើម្បីឲ្យមានសុខភាពល្អផងដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នា